នៅវេលាព្រឹកថ្ងៃអាទិត្យទី12ខែតុលាឆ្នាំ2025នៅសន្តាគារ Gloria and Spa ខេត្តកំពង់ធំអ្នកគ្រូសុនហៀងប្រធានសមាគមជាងសក់និងសម្អាងនៅកម្ពុជានិងជានាយិកាសាលាបង្រៀនថែសម្ផស្ស Christina បានអញ្ជើញចូលរួមជាអធិបតីក្នុងការបើកវគ្គសិក្ខាសាលាស្ដីអំពីតិចនិចធ្វើម៉ូដសក់ថ្មីឆ្នាំ2025វគ្គសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យសក់និងសាឡននៅកម្ពុជាឲ្យទាន់សម័យកាលនិងទៅតាមនិន្នាការនៃយុគសម័យបច្ចុប្បន្ននាឱកាសនោះដែរអ្នកគ្រូប្រធានសមាគមក៏បានអញ្ជើញគ្រូជំនាញផ្នែកសក់និងសាឡនចំនួន11រូបដើម្បីបណ្ដុះបណ្ដាលនិងចែករំលែកចំណេះដឹងដល់សិក្ខាកាមចំនួនជាង180នាក់អ្នកគ្រូសុនហៀងបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ថាដើម្បីភាពរីកចម្រើនគឺត្រូវតែបន្តរៀនគឺរៀនពេញមួយជីវិតនិងកែលម្អជំនាញរបស់ខ្លួនឲ្យបានល្អជាប្រចាំជាងត្រូវតែមានមហិច្ឆតាខ្ពស់ជាមួយនឹងបច្ចេកទេសទំនើបអ្នកត្រូវតែបន្តរៀនអ្នកត្រូវតែមានភាពប៉ិនប្រសប់ច្នៃប្រឌិតក្នុងអាជីវកម្មរបស់ខ្លួនដើម្បីសម្រេចបាននូវឧត្តមភាពត្រូវចេះពិគ្រោះយោបល់ការថែរក្សាអរិយជនឲ្យបានល្អត្រូវមានភាពស្មោះត្រង់ជាមួយនឹងអតិថិជនម៉ូដសក់ថ្មីត្រូវតែរៀនបន្តសូមកុំអនុញ្ញាតឲ្យជំនាញខ្លួនឯងដែលមាននៅបច្ចុប្បន្នคล้ายជាម៉ូដហួសសម័យអ្នកគ្រូក៏បានមានប្រសាសន៍ទៀតផងដែរថាក្នុងឱកាសរៀននេះពេលដែលឆ្ងល់ត្រូវចេះសួរគ្រូជំនាញយើងដែលមាននៅទីនេះសូមកុំខ្មាស់អៀនអ្វីឲ្យសោះការខ្មាស់អៀននាំឲ្យយើងអវិជ្ជាកាលណាបើយើងចេះសួរយើងនឹងចាំមួយជីវិតហើយបើបានរៀនហើយត្រូវរៀនចេះឲ្យច្បាស់ឧទាហរណ៍ការធ្វើពណ៌សក់អ៊ុតសក់ត្រង់អ៊ុតរួញការកែពណ៌ទាំងអស់នេះគឺសិតតែរកចំណូលបានខ្ពស់ទាំងអស់គួរបញ្ជាក់ផងដែរថាសិក្ខាកាមដែលរៀនចប់នៅថ្ងៃនេះគឺទទួលបានសញ្ញាបត្រម្នាក់មួយយើងទាំងអស់គ្នាត្រូវតែខ្លាំងទាំងអស់គ្នា